nó mình này mình thay để dùng chơi ế cường pù rồi lẹ thì mỗi nít chọn lên nhất ngoài pù từ phần tay là dùng chơi chọn bằng từ trong play đáy bên nào lượt mình chơi bí pù chơi từ anh ấy dùng cao chụp pù một phe đá một phe thui rồi tơ bóng dùng chơi ô tô không biết về để dùng trong shop dùng play nó dùng shop ế mình này thay đưa dùng bằng pù dùng thầm đá chứ dùng chơi thầm đòn tiếp từ bên này dùng chơi e mà đòn tiếp bên này chơi e bát e bật rồi lẹ thì mỗi cũng bị được nhé bị bát bị bật nên đồng bồi dưỡng thì bạn tập làm bó đo rồi một thầy anh ấy dân chăm đóng dân to bạn này móc dân to bạn này móc dân to nó cho blog ảnh ảnh anh trong to là mấy cái chiếcឧបករណ៍នេះទៅប្រើតេឡេបងនេះខ្ញុំប្រើយន្ត20ដូចគ្នាខ្ញុំតចេញបែបនេះដូចនេះចឹងអានេះខ្សែនេះបើយើងតទៅគឺភ្លឺចឹងតែខ្ញុំកាត់មកជារៀងចេញដល់នេះសិនខ្ញុំកាត់មកជារៀងចេញកាត់មកជារៀងមកដល់លេខ5លេខ6តយកលេខ5លេខ6អានេះខ្ញុំហៅឧបករណ៍ទី2លេខយើងដោតចូលកន្លែងលេខ5លេខ6នេះនេះបងប្អូននេះខ្សែហ្នឹងគឺយើងកាត់ផ្ដាច់តែមួយរៀងទេមួយរៀងនេះគឺតទៅឧបករណ៍យើងកាត់ខ្សែមួយរៀងពីឧបករណ៍ចូលលេខ6មួយរៀងទៅនេះចូលលេខ5ទៅលើនេះយើងចង់ដាក់លេខ6លេខ5បានតែសំខាន់មួយរៀងហ្នឹងចូលពីលេខហើយពេលដែលយើងប្រើរីម៉ូតវិទ្យាពេលដែលយើងប្រើរីម៉ូតវិទ្យាមានន័យថាលេខ5លេខ6ហ្នឹងលេខ5លេខ6ហ្នឹងឧបករណ៍វាភ្ជាប់គ្នាបានភ្លឺឧបករណ៍ភ្ជាប់គ្នាបានភ្លឺខ្ញុំតថែមឧបករណ៍មួយទៀតឧបករណ៍គឺដូចគ្នាអញ្ចឹងយើងដោតដល់ទៅភ្លឺតែខ្ញុំកាត់ខ្សែមួយរៀងដូចគ្នាកាត់ខ្សែមួយរៀងខ្ញុំដោតចូលប្លុកលេខ2លេខ3ដោតចូលប្លុកលេខ2លេខ3ព្រោះធម្មតាលេខ1លេខ2កំពុងភ្ជាប់គ្នានៅពេលដែលយើងប្រើលេខ2នៅពេលដែលយើងប្រើតេឡេគឺលេខ2លេខ3ហ្នឹងគឺភ្ជាប់គ្នាវិញម្ដងប៉ុន្តែពេលភ្ជាប់ម្ដងសូមឲ្យដកភ្លើងសិនទៅលើខ្ញុំតទៅខ្ញុំត្រូវដោតដូចវិញទាំងអស់ដូចចំដុំដូចពូត្រីដូចពូភ្លើងអញ្ចឹងពេលដែលដំបងទៅគឺតេឡេអត់ចុចទៅគឺស្គាល់ដុំទាំងអស់ជាថាទាំងអស់អញ្ចឹងដំបងយើងត្រូវ reset នៅកន្លែងប៊ូតុងនេះ8ដងនេះយើងចុចប៊ូតុងនេះ8ដងដើម្បី reset ដុំ1 2 3 4 5 6 7 8តែយើងចុច8ដងហើយយើងភ្ជាប់តេឡេឧទាហរណ៍បើយើងមាន3ចឹងខ្ញុំភ្ជាប់8មកយើងចុច A B A B A B តពីភ្ជាប់ហើយគឺតេឡេយើងស្គាល់ទៅឧបករណ៍ហើយប៉ុន្តែស្គាល់ឧបករណ៍ហើយប៉ុន្តែអត់មានម៉ូដមានន័យថាម៉ូដវិជាវាភ្លឺអញ្ចឹងយើងចុច1ពេលណាដែលយើងចុច1ហើយយើងចុច A B ម៉ូដ1ហ្នឹងមានន័យថាម៉េចមានន័យថាពេលដែលយើងចុច A គឺពូរលាទី1នេះភ្ជាប់ភ្លើងគ្នាឲ្យពូភ្លឺប៉ុន្តែដែលយើងចុចចប់បានភ្លឺយើងប្លេងដៃវានឹងលើកវិញចុច B ពូត្រីភ្លឺអានេះយើងប្រើចំពោះប្រភេទចដាលប្រភេទទ្វារុញដបងយើងចុចអូតូគ្នាពេលដែលយើងចង់ឈប់យើងប្លេងមកយើងឈប់តែតេឡេនេះអត់មានម៉ូដទេអញ្ចឹងខ្ញុំចុច2ដងដើម្បីភ្ជាប់ម៉ូដស៊េរីម៉ូដទី2ខ្ញុំចុច2ដង1 2ចុច2ដងហើយយើងចុច A B A មានន័យថាដូចយើងបានពូយើងធម្មតាទេគឺយើងចុចតែម្ដងទេគឺវាភ្លឺពេលណាយើងចុច A ម្ដងទៀតពេលណាចុច A បើក A បិទគឺរលាទី1 B ដូចគ្នា B បើក B បិទចំពោះតេឡេទី3វិញចុច3ដង1 2 3ម៉ូដទី3នេះយើងចម្លែកពីគេបន្តិចយើងចុច B មុន B A ពេលណាដែលយើងចុច A មានន័យថាភ្លឺរលាទី2វិញរលា B វិញចុច B ភ្លឺ A វិញមានន័យថាយើងវាប្រច្រាស់គ្នាពេលណាយើងចុច A អញ្ចឹងទៅវាភ្លឺនេះពេលណាយើងចុច B វានឹងបិទពូលត្រីបើពូយើងនេះវិញអានេះអត់មានបិទទៀតទេគឺឆ្លាស់គ្នាទៅវិញទៅមកភ្លឺម្នាក់ម្ដងតែពូរបៀបទី3នេះមិនសូវមានប្រើប្រាស់ទេជាទូទៅគេប្រើទី2